បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍បងប្អូនទាំងអស់គ្នាសាជាថ្មីមកសិក្សាភាសាចិនជាមួយខ្ញុំបាទអញ្ចឹងតើតើជាមួយនឹងឃ្លាសន្ទនាប្រើប្រាស់នៅក្នុងរោងចក្រខ្ញុំបាទធ្វើដល់វីដេអូទី36ហើយចំពោះបងប្អូនដែលអត់ទាន់បានសិក្សាវីដេអូមុនបងប្អូនអាចចូលទៅសិក្សាបន្ថែមបាននៅក្នុង Channel YouTube របស់ខ្ញុំបាទនេះគឺធ្វើផ្ដោតទៅលើចែករំលែកទៅនឹងចំណេះដឹងភាសាចិនឲ្យមានពាក្យបច្ចេកទេសនិងឃ្លាប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាសន្ទនាប្រើប្រាស់ក្នុងរោងចក្រផងដែរតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាបងប្អូនយើងបន្តវីដេអូទី36បើយើងបន្តទៀត在工厂里常用绘画在工厂里常用绘画យើងបកប្រែថាសន្ទនាប្រើប្រាស់ក្នុងរោងចក្រតោះឥឡូវយើងមើលសន្ទនារបស់យើងថ្ងៃនេះវិញសូមការអានទីសិន主管这些画有问题什么问题画进来有混颜色检查过了吗检查过了确实有问题那马上把不对的颜色挑出来好的我会重新检查一遍要保证出厂的都是合格品颜色都要对ហ្នឹងហើយតោះឥឡូវយើងមើលការបកប្រែរបស់យើងវិញតោះអញ្ចឹង A គាត់និយាយថា主管这些话有问题ហ្នឹងហើយ主管这些话有问题អញ្ចឹង主管យើងបកប្រែថាអ្នកគ្រប់គ្រងហ្នឹងហើយអ្នកគ្រប់គ្រងឬក៏មេសំដៅទៅលើអ្នកគ្រប់គ្រងគាត់这些ទាំងនេះឬក៏ទាំងអស់នេះហួរហ្នឹងហើយហួរបានន័យថាអីវ៉ាន់ឬក៏ទំនិញហ្នឹងហើយអញ្ចឹង这些ហួរបានន័យថាអីវ៉ាន់ទាំងអស់នេះយោហ្នឹងហើយយោមានវិនធីបានន័យថាសំណួរឬក៏បញ្ហាតយោវិនធីកន្លែងនេះបកប្រែថាមានបញ្ហាអញ្ចឹងណាតោះអញ្ចឹងយើងបកប្រែចូលគ្នាមកគាត់ថា主管这些话有问题អញ្ចឹងគាត់ថាអ្នកគ្រប់គ្រងអីវ៉ាន់ទាំងនេះអាខ្លះវាមានបញ្ហាហ្នឹងហើយយើងបកចូលស្ដាប់គឺបែបហ្នឹងអញ្ចឹងថា主管这些话有问题អញ្ចឹងថាអ្នកគ្រប់គ្រងអីវ៉ាន់ទាំងនេះអាខ្លះវាមានបញ្ហាតោះឥឡូវមើលឃ្លាបន្ទាប់ទៀតអញ្ចឹងមេគាត់និយាយថា什么问题ហ្នឹងហើយ什么问题អញ្ចឹង什么យើងបកប្រែថាអ្វី问题បញ្ហាអញ្ចឹងបូកគ្នាមក什么问题បានន័យថាមានបញ្ហាអីអញ្ចឹងគឺគាត់សួរថាអាវ៉ាន់ហ្នឹងនៃប្រកបគឺចាំន័យថាអាវ៉ាន់ហ្នឹងមានបញ្ហាអីតោះឥឡូវសូមការអានសារទៀត主管这些话有问题អ្នកគ្រប់គ្រងអាវ៉ាន់ទាំងនេះអាខ្លះវាមានបញ្ហា什么问题មានបញ្ហាអីតោះឥឡូវមើលឃ្លាបន្ទាប់ទៀតអញ្ចឹង A និយាយថា画进来有混颜色ហ្នឹងហើយ画进来有混颜色អញ្ចឹង画បានន័យថាអីវ៉ាន់ឬក៏ទំនិញ进来ហ្នឹងហើយ进ចូលឡាយមើលត进来ចូលមើលបានន័យថាអីវ៉ាន់ចូលមើល3ពាក្យហ្នឹងណា画进来អីវ៉ាន់ចូលមើលយោមានហ៊ុនហ្នឹងហើយហ៊ុនហ្នឹងបានន័យថាលាយហ្នឹងហើយដាក់លាយបញ្ចូលគ្នាហ្នឹងគឺសំដៅទៅលើលាយយានសពណ៌ហ្នឹងហើយតហ៊ុនយានសបានន័យថាមានលាយពណ៌ឧទាហរណ៍មានពណ៌ក្រហមពណ៌ខ្មៅអីពណ៌សអីដាក់លាយចូលគ្នាទាំងអស់តែពណ៌ដែលថាត្រូវបើគេគឺអាចនិយាយថាពណ៌ណាមួយដែលថាគេកំណត់ឲ្យអញ្ចឹងណាហ្នឹងហើយអញ្ចឹងហ៊ុនយានសយើងមកប្រែថាលាយពណ៌អញ្ចឹងយើងមកធ្វើការបកសរុបចូលគ្នាមក画进来有混颜色អញ្ចឹងថាអីវ៉ាន់ចូលមកមានលាយពណ៌ហ្នឹងហើយអញ្ចឹងបានអីវ៉ាន់ចូលមកវាមានលាយពណ៌ប៉ុន្តែមិនមែនថាអីវ៉ាន់ទាំងអស់នោះវាខុសទាំងអស់ហើយវាមានអីវ៉ាន់ត្រូវពណ៌ដែលថាគេត្រូវតោះឥឡូវមើលឃ្លាបន្តទៀតអញ្ចឹង B ក៏គាត់ថា检查过了吗检查过了吗តោះអញ្ចឹងពាក្យ检查យើងបកប្រែថាពិនិត្យហ្នឹងហើយបានន័យថាត្រួតពិនិត្យគាត់បានន័យថាធ្លាប់ឬក៏រួចហើយថាកន្លងពុះរឿងថាយើងធ្វើរួចហើយតែយើងបកចូលស្ដាប់គឺធ្លាប់ហ្នឹងគាត់លើម៉ាហ្នឹងហើយលើម៉ាហើយឬនៅអញ្ចឹងជាឆាគាត់លើម៉ាជាងបកប្រែសរុបចូលគ្នាមកពិនិត្យរួចនៅហ្នឹងហើយនៃបគាត់ចង់បានแบบហ្នឹងតោះអញ្ចឹងសូមការអានសារទៀតហកជីនឡាយយោហ៊ុនយិនសអីវ៉ាន់ចូលមកមានលេខពណ៌ជាឆាគាត់លើម៉ាពិនិត្យនៅនឹងបានន័យចង់សួរថាពិនិត្យរួចនៅតោះឥឡូវមើលឃ្លាបន្តទៀតអញ្ចឹង A ក៏និយាយថា检查过了确实有问题
检查过了确实有问题那个จัง检查យើងបកប្រែថាពិនិត្យត្រួតពិនិត្យហ្នឹងហើយគាត់លបានន័យថា检查គាត់ល4 2បកប្រែចូលគ្នាមកគឺថាពិនិត្យរួចហើយហ្នឹងហើយបានន័យថាធ្លាប់ពិនិត្យហើយប៉ុន្មានណា确实ហ្នឹងហើយ确实ពិតជា有មាន问题បញ្ហាហ្នឹងហើយបានន័យថា检查过了确实有问题ចឹងបកស្របចូលគ្នាថាពិនិត្យរួចហើយពិតជាមានបញ្ហាមែនហ្នឹងហើយបានន័យថាអាហ្នឹងគឺគាត់មើលហើយបានគាត់ហ៊ាននិយាយថាអាហ្នឹងវាមានបញ្ហាតោះឥឡូវមើលឃ្លាបន្តទៀតអញ្ចឹង B គាត់ថា那马上把不对的颜色挑出来ហ្នឹងហើយ那马上把不对អញ្ចឹងសូមបញ្ជាក់បន្តិចកន្លែងនេះយើងត្រូវអានទៅជាសម្លេងទី2វិញសារខាងនេះជាសម្លេងទី4អានថា不对的颜色挑出来ណាយើងបកប្រែថានោះឬក៏អញ្ចឹងម៉ាសាំងយើងបកប្រែថាភ្លាមឬក៏ឥឡូវប៉ាយកពូទួយហ្នឹងហើយពូទួយបានន័យថាអត់ត្រូវហើយអាវ៉ាន់ដែលខុសហ្នឹងណាតរបស់ដែលនៃយានសយើងបកប្រែថាពណ៌theoហ្នឹងហើយtheoយើងបកប្រែថារើសគឺសំដៅទៅលើអាវ៉ាន់ឧទាហរណ៍មានពណ៌ខ្មៅពណ៌ក្រហមពណ៌សអីអញ្ចឹងគេឲ្យរើសអាពណ៌ដែលប្រភេទពណ៌ណាថាគេត្រូវការរើសចេញមកហ្នឹងហើយអញ្ចឹងឈូឡៃចេញមកហ្នឹងហើយតោះឥឡូវយើងមើលការបកប្រែចុះគ្នាមកថាណាម៉ាសាំងប៉ាពូទួយទៅ颜色挑出来ចឹងថាអញ្ចឹងបញ្ញាប់រើសពណ៌ដែលខុសចេញមកហ្នឹងហើយអញ្ចឹង theo ហ្នឹងគឺសំដៅទៅលើការរើសអ្វីដែលថាអ្វីដែលគេកំណត់គេចង់និយាយពីអីចឹងអញ្ចឹងជឿជាក់បងប្អូនយល់ទេតោះឥឡូវខ្ញុំធ្វើការអានភាសាទៀតគឺថា检查挂了吗确实有问题សុំមួយទៀតហ្នឹងហើយ检查挂了确实有问题គេថាពិនិត្យរួចហើយពិតជាមានបញ្ហាមែន那马上把不对的颜色挑出来អញ្ចឹងបញ្ញាប់រើសពណ៌ដែលខុសចេញមកតោះអញ្ចឹងA វាថា好的我会重新检查一遍ហ្នឹងហើយ好的我会重新检查一遍តោះអញ្ចឹង好的យើងបកប្រែថាបាទ我ខ្ញុំហ៊ុយចេះអាចនឹងឆងស៊ីនខ្សែជាថ្មីឬក៏ម្ដងទៀតជានឆាពិនិត្យអ៊ីពៀនម្ដងទៀតហ្នឹងហើយតើឥឡូវមើលការបកប្រែសរុបជុំគ្នាមកតែហៅតើវ៉ាហ៊ុយឆងស៊ីនជានឆាអ៊ីពៀនបាទខ្ញុំនឹងពិនិត្យឡើងវិញម្ដងទៀតតោះអញ្ចឹង B និយាយថា要保证怎么ទៀត要保证出厂的都是合格品颜色都要对ហ្នឹងហើយចឹងថាយ៉ាវត្រូវតែឬក៏ចង់ហ្នឹងហើយត្រូវកែហ្នឹងប៉ោចឹងហ្នឹងហើយប៉ោចឹងខ្ញុំបកប្រែថាធានាឈូឆាងហ្នឹងហើយឈូឆាងមានន័យថាចេញពីរោងចក្រទៅចេញពីរោងចក្រតរបស់ដែលនៃតស៊ឺសុទ្ធតែហើកើហ្នឹងហើយហើកើមានន័យថាតាមអវ៉ាន់ថាល្អអវ៉ាន់ថាគេទទួលយកបានតហើកើព្រៀនមានន័យថាអវ៉ាន់តាមស្តង់ដារប្រគេហ្នឹងហើយផលិតផលល្អហ្នឹងហើយបកស្រួលស្ដាប់អញ្ចឹងយានសខ្ញុំបកប្រែថាពណ៌តសុទ្ធតែយ៉ាវត្រូវតែទួយហ្នឹងហើយទួយត្រឹមត្រូវតោះនេះយើងធ្វើការបកប្រែស្របចូលគ្នាមកថា要保证出厂的都是合格品颜色都要对ហ្នឹងហើយចឹងថាត្រូវតែធានាផលិតផលទាំងអស់ដែលចេញពីរោងចក្រសុទ្ធតែមានគុណភាពនិងអត់មានខុសពណ៌អញ្ចឹងមានន័យថាគាត់បញ្ជាក់ទៀតថាអាវ៉ាន់ហ្នឹងឲ្យរៀបចំធ្វើម៉េចរឿងអាពណ៌ដែលខុសហ្នឹងគឺចេញមកហើយអាវ៉ាន់ដែលធ្វើតម្លាក់ទៅហ្នឹងឲ្យពណ៌វាត្រឹមត្រូវនៅពេលដែលអាវ៉ាន់ធ្វើរួចបញ្ជូនចេញពីរោងចក្រត្រូវតែមានពណ៌ថាស្តង់ដាររបស់គេពណ៌ទៅថាត្រូវហ្នឹងឲ្យអត់ឲ្យខុសពណ៌ហើយអាវ៉ាន់គឺត្រូវមានគុណភាពនៃផលគឺបែបហ្នឹងតោះអញ្ចឹងខ្ញុំសូមធ្វើការអានភាសាទៀតអញ្ចឹងថាហៅតើ我会重新检查一遍ថាបាទខ្ញុំនឹងពិនិត្យឡើងវិញម្ដងទៀតអញ្ចឹង B ថា要保证出厂的都是合格品颜色都要对ហ្នឹងហើយអញ្ចឹងថាត្រូវតែធានាផលិតផលទាំងអស់ដែលចេញពីរោងចក្រសុទ្ធតែមានគុណភាពនិងអត់មានពណ៌ខុសឬក៏អត់មានខុសពណ៌បាទតើឥឡូវខ្ញុំសូមធ្វើការបកក្រោយអានឲ្យបងប្អូនភាសាទៀតអញ្ចឹងបងប្អូនរៀនអានតាមខ្ញុំខ្លះមកភាសាខ្ញុំរៀន
អានឲ្យរឿងជឿតែដោយសារតែខ្ញុំជឿចិត្តថាមានបងប្អូនខ្លះថ្មីអញ្ចឹងគឺអានលឿនហ្នឹងគាត់តាមអត់ទាន់តោះអញ្ចឹងថា主管就是话有问题អ្នកគ្រប់គ្រងឲ្យបានទាំងនេះខ្លះវាមានបញ្ហា什么问题មានបញ្ហាអី画进来有混颜色ឲ្យបានចូលមកមានលាយពណ៌检查过了吗ពិនិត្យនៅ检查过了确实有问题ពិនិត្យរួចហើយពិតជាមានបញ្ហាមែន那马上把不对的颜色挑出来អញ្ចឹងបញ្ញារើសពណ៌ដែលខុសចេញមក好的我会重新检查一遍បាទខ្ញុំនឹងពិនិត្យឡើងវិញម្ដងទៀត要保证出厂的都是合格品颜色都要对ត្រូវតែធានាផលិតផលទាំងអស់ដែលចេញពីរោងចក្រត្រូវមានគុណភាពនិងអត់មានខុសពណ៌បាទអញ្ចឹងចំពោះវីដេអូហ្នឹងគឺខ្ញុំបាទសូមបញ្ចប់ត្រឹមហ្នឹងហើយសង្ឃឹមថាបងប្អូននឹងព្យាយាមចម្លងកត់ស្រង់ពាក្យដែលបងប្អូនអត់ចេះយកទៅទន្ទិញបន្ថែមហើយរៀនរៀបពាក្យឬក៏បងប្អូនយកទៅរៀនបង្កើតពាក្យថ្មីរបស់បងប្អូនបន្ថែមទៀតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នា